សំណួរទី10 If souvenirs weren't so expensive I blank many more មានន័យថាបើវត្ថុអនុស្សាវរីយ៍មិនថ្លៃពេកទេខ្ញុំនឹងទិញច្រើនជាងនេះចម្លើយ A may buy ចម្លើយ B will buy ចម្លើយ C bought ចម្លើយ D would buy ចម្លើយត្រឹមត្រូវនោះគឺ letter D would buy ហើយអ្វីបានជាចម្លើយ B would buy ត្រឹមត្រូវប្រយោគនេះប្រើ second conditional ព្រោះវានិយាយអំពីស្ថានភាពដែលផ្ទុយពីការពិតឬស្ថានភាពស្រមៃនៅបច្ចុប្បន្នក្នុងប្រយោគនេះ if souvenirs weren't so expensive មានន័យថាតាមការពិតវត្ថុអនុស្សាវរីយ៍ថ្លៃដូច្នេះអ្នកនិយាយគ្រាន់តែស្រមៃថាបើវាមិនថ្លៃទេគាត់នឹងទិញច្រើនជាងនេះតាមរូបមន្តរបស់ second conditional គឺ if បូក past simple comma subject បូក would បូក verb 1ដូច្នេះ weren't ជា past simple would buy មានន័យថា would បូកជាមួយនឹង verb 1ហេតុនេះចម្លើយ D would buy គឺជាចម្លើយត្រឹមត្រូវហើយអ្វីបានជាចម្លើយ A B និង C ខុសចម្លើយ A may buy may បង្ហាញពីលទ្ធភាពឬការអនុញ្ញាតមិនមែនជារូបមន្តរបស់ second conditional ទេចម្លើយ B will buy ប្រើជាមួយ first conditional ដែលនិយាយអំពីស្ថានភាពអាចកើតឡើងពិតនៅអនាគតប៉ុន្តែសំណួរនេះប្រើ weren't ដែលជាសញ្ញារបស់ second conditional ចម្លើយ C bought ជា past simple នៅក្នុង main clause នៃ second conditional ត្រូវប្រើ would បូកជាមួយនឹង verb 1មិនមែន past simple ទេកន្លឹះចងចាំបើឃើញ if បូកជាមួយ past simple ហើយប្រយោគនិយាយអំពីស្ថានភាពស្រមៃឬផ្ទុយពីការពិតនៅបច្ចុប្បន្នសូមនឹកឃើញដល់ second conditional រូបមន្តរបស់វាគឺ if បូក past simple comma subject បូក would បូក verb 1